ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះចេញបោះតង់បែបសាបមែនអត់ទាន់បានបោះតង់ផងបែកកង់ម៉ូតូបាត់ប៉ះកង់ម៉ូតូហើយក៏ចូលចាក់សាំងនៅការ៉ាសាំងកាតិច2លីត្រនេះមួយម៉ានអត់ដាក់ឲ្យបង2មកកន្លែងនេះខ្ញុំឈប់ញ៉ាំអីហើយមើលមេឃម៉ោង8ព្រឹកគឺមេឃរកភ្លៀងខ្មៅហ្មងអញ្ចឹងញ៉ាំអីហើយខ្ញុំមកចាំយូរទេក៏ធ្វើដំណើរតទៅមុខទៀតដើម្បីកុំឲ្យមេឃភ្លៀងតន់ហើយនៅតាមផ្លូវមានទេសភាពស្អាតដែរដោយនៅជ្រាវគ្រាន់តែអត់មានទឹកធ្លាក់នៅនេះជាតំបន់ភ្នំហើយសវោថ្មដោះច្រើនអញ្ចឹងកន្លែងដែលខ្ញុំមកនឹងគឺនៅខេត្តកំពង់ឆ្នាំងហើយធ្វើដំណើរ1ម៉ោងជាងខ្ញុំមកដល់ហើយក៏រៀបចំមកកន្លែងបោះតង់នៅចំការលឹកតែម្ដងនេះតាមផ្លូវបត់ចូលទៅជាការខ្ញុំហើយតាមផ្លូវនឹងសវោសัตว์ជាបងប្អូនស្គាល់សัตว์ជាអត់បើអត់ស្គាល់ទេវីដេអូក្រោយខ្ញុំនឹងថតហើយដើររកសัตว์ជាឲ្យបងប្អូនមើលដោយសារខ្ញុំធ្លាប់រកដែរហើយរកបានច្រើនរកបានគឺយកមកឆាក្តៅហូបហើយខ្ញុំមកដល់ជាការហើយភ្លេចយកសោមកមានតែជំរឿល្អគឺយកថ្មដើម្បីនឹងវាយខូចសោអស់មួយបងប្អូនទាំងអស់គ្នាខ្ញុំមកដល់ចការខ្ញុំហើយមកម្ដងនេះគឺមកធ្វើស្មៅនៅចការលឹកហើយមកបោះតង់ដេកឲ្យយប់នឹងដែរហើយនៅជុំវិញផ្ទះអត់មានអីច្រើនទេមានដើមស្អំមានដើមដូងហើយដាំស្វាយជួសពេញដីអានេះស្វាយធំមិនស្វាយយើងទូចធម្មតានិយាយទៅនៅចការខ្ញុំដាំច្រើនណាម៉ាក់ខ្ញុំគាត់ដាំច្រើនចម្រុះហ្មងមានក្រូចមានអីដល់ខែរដូវមួយគឺមានផ្លែឈើសម្រាប់ហូបអត់តាតរ៉េនមួយអត់មានដាំសោះបានមានច្រើនហ្នឹងហើយស្វាយវិញច្រើនណាស្វាយជួសពេញដីហ្មងបើបងប្អូនណាត្រូវការស្វាយអីមកបេះបានខ្ញុំឲ្យ free ដាក់បេះមកចឹងមានច្រើនហើយនេះដើមម្លឹកទឹមធ្វើហើយវាដុះរៀងធំល្អដែរហើយខ្ញុំដើរទៅក្រោយសារនៅមុខប៉ាហើយម៉ាក់ខ្ញុំបងខ្ញុំគាត់ធ្វើឲ្យអស់ច្រើនហើយនៅតែខាងក្រោយអត់ទាន់ធ្វើស្មៅអញ្ចឹងមានតែដើរទៅក្រោយហើយធ្វើហើយចន្ទទីដាំបាន1ឆ្នាំប៉ុណ្ណឹងប្រហែលជា2ឆ្នាំឯទៀតបានផ្លែបានគ្រាប់វាបេះហើយបងប្អូនស្គាល់ដើមមិញអត់ដើមហ្នឹងឈ្មោះថាដើមកទូតភ័យហើយនេះដើមលៀបហ្នឹងគេទិញដែរពីមុនគេសុំទិញប្រហែលជា1លានជាងតែម៉ាក់ខ្ញុំអត់លក់ទុកសម្រាប់អង្គុយលេងដោយសារវាត្រជាក់ស្រួលទុកចង់ដឹងទុកអង្គុយអញ្ចឹងទៅដោយសារតែនៅពេលដែលយើងធ្វើការហត់ចិត្តយើងមកអង្គុយរមលប់រកអីបើមានមលប់ទេមានដើរទៅលើវិញដើរទៅលើឆ្ងាយដែរធ្វើការហត់ហើយដើរទៅឆ្ងាយទៀតកាន់តែហត់ទៀតអូខេបងប្អូនអរគ្នាខ្ញុំកំពុងតែសម្រេចចិត្តថាតើគូបោះតង់នៅក្នុងចការឬក៏បោះតង់ក្នុងរោងឥឡូវនេះគាត់អត់តន់ឃើញទេដឹងសម្រេចចិត្តបោះតង់នៅកន្លែងណាទេចាំមើលធ្វើស្មៅឲ្យឥឡូវនេះទៀតសិនខ្ញុំរកកន្លែងបោះតង់អត់តន់ឃើញទេបោះតង់នៅក្រោមឬក៏នៅលើមានតែចាប់ផ្ដើមធ្វើស្មៅឥឡូវទៀតខ្ញុំមិនប្រកែកធ្វើស្មៅឥឡូវមិនទេធ្វើអត់សូវស្អាតដូចបងដូចម៉ាក់ខ្ញុំអីទេបើឲ្យបងប្អូនឆ្ងល់ឃើញតែខ្ញុំកាប់អត់មានឃើញដើមម្លឹកអីផងជាមួយតិចទៀតខ្ញុំដាក់ដើមម្លឹកឲ្យបងប្អូនមើលដោយសារតែស្មៅហើយនឹងម្លឹកវានៅជាមួយគ្នាហើយវាពណ៌បៃតងដូចគ្នាអញ្ចឹងយើងពិបាកមើលហើយនេះម្លឹកនៅតូចឡើយទេបើអត់កាប់អត់ពូនគល់វាទេអញ្ចឹងវាដោះមកអត់ល្អទេស្មៅល្អជាងអញ្ចឹងមានតែធ្វើវាហើយធ្វើយូរដែរហត់ក៏មកអង្គុយលេងសម្រាប់មើលទេសភាពជុំវិញអញ្ចឹងទៅហ្នឹងហើយបងប្អូនទាំងគ្នាធ្វើស្មៅលឹកបានច្រើនដែរឥឡូវអង្គុយសម្រាប់សិនហត់យកកម្លាំងដើម្បីបន្តធ្វើទៀតហើយតិចទៀតឡើងទៅលើទិញម្ហូបយកមកធ្វើនៅយប់ហ្នឹងនៅកន្លែងបោះតង់គេនៅក្នុងចការហ្នឹងតែម្ដងដោយសារតែមិករកភ្លៀងដែរអញ្ចឹងខ្ញុំជិះទៅលើហ្មងទៅបងប្អូនឃើញភ្នំនៅខាងមុខអត់តែខ្មៅហ្មងជីបារមើលទេសភាពប្រើច្រៀងលេងប្រើជាសវាយហើយមកដល់ផ្ទះក៏បេះស្លឹកក្រូចម្ហូបថ្ងៃនេះមានមាន់ដុតមានឆាបហិតហើយមាន់ដុតយើងក៏បានឆ្អិនក្លិនឡៃឈ្ងុយតែម្ដងធ្វើម្ហូបហើយខ្ញុំក៏ជិះមកក្រុមវិញនៅកន្លែងបោះតង់រៀបចំតង់ដើម្បីនឹងដេកនៅយប់ហ្នឹងរៀបចំតឡើងតង់ហើយខ្ញុំក៏ដើរមកឆ្លោះសัตว์នៅតាមព្រៃមុខផ្ទះមុខចការហ្នឹង
ពីមុនធ្លាប់ដើរឆ្លោះអញ្ចឹងបានច្រើនណាស់តែឥឡូវនេះអត់មានសោះដោយសារតែគេកាប់ព្រៃហើយកាប់ដើមឈើច្រើនដែររមស្ទួបានក៏ត្រឡប់មកកន្លែងបោះតង់វិញអង្គុយមើលរថភ្លើងអង្គុយលេងហើយបងខ្ញុំគាត់មកសម្រាប់ដែរគាត់ចង់ទាំងហើយខ្ញុំបោះតង់គេងគាត់ថាម្នាក់ឯងអបសុកពេកក៏ហៅប្អូននៅចិត្តការនឹងគាត់មកដែរហើយនេះភ្នំដែលខ្ញុំដាក់ឲ្យមើលថ្ងៃមិញយប់ឡើងមានភ្លើងស្អាតមែនទែនហើយខ្ញុំមានកម្រងឡើងទៅលើភ្នំនឹងបោះតង់ដេកមួយយប់ដែរយប់ឡើងអត់ធ្វើច្រើនទេអង្គុយជជែកគ្នាលេងពីនេះពីនោះទៅហើយក៏មកដល់ព្រឹកឡើងងើបអត់ទាន់រួចទេបងប្អូនអើយដេកយូរសួរពេកយប់មិញមើលទៅមុខខ្ញុំទៅដឹងហើយ Good morning បងប្អូនអរគ្នាយប់មិញគេងលក់សួរដែរតិចហើយគេនៅក្រោមដើមឈើពិតជាគេងលក់សួរមែនតើងើបចេញពីតង់មកអត់ធ្វើច្រើនទេមានតែអង្គុយមើលថ្ងៃរះហើយក៏អង្គុយលេងផឹកទឹកមួយផ្លែតផឹកកាហ្វេមួយផ្លែតក៏ចាប់ដើមរៀបចំឲ្យបានឡើងទៅលើវិញហើយវីដេអូនេះផ្ញើទៅគ្នាយើងបងប្អូនដែលចង់ទៅបោះតង់ធ្វើដំណើរជាមួយខ្ញុំអញ្ចឹងចាំពេលក្រោយយើងទៅជាមួយគ្នាដោយសារឥឡូវនេះខ្ញុំមកចកាទេមកបែបសាបអត់សូវទៅកន្លែងណាដែលឆ្ងាយដូចគ្រារំដូចកោះកុងអីទេពេលក្រោយចាំយើងទៅជាមួយគ្នាដាក់មក trip ជាមួយគ្នាមកអញ្ចឹងអរគុណច្រើនដែរបងប្អូនបានទស្សនាវីដេអូហ្នឹងសង្ឃឹមថាបងប្អូនចូលចិត្តហើយជួយ support ខ្ញុំដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត